รับប្រធានដែលគួរឲ្យចាប់អារម្មណ៍គឺជារបៀបដូចអ្នកនរគ្នាប្រហែលជាធ្លាប់ឃើញហ្នឹងត្រង់មិនថាប្រធានអីក៏ដោយពេលច្រើនក្បាលវីដេអូដំបូងតែប្រហែលវិនាទីហ្នឹងអាហ្នឹងគឺជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបងថាតើពេលដែលបង design ហ្នឹងបងធ្លាប់ផ្ទាល់គំនិតអស់គំនិតទេតែដល់ពេលយើងផ្ទាល់គំនិតខ្លាំងហើយមានអារម្មណ៍ថាគិតអីធ្វើអីក៏ចាញ់ដែរលំហែខួរក្បាលឲ្យខួរក្បាលយើងរៀនសារៈសិនព្រោះអីបើមិនអញ្ចឹងទេមានអារម្មណ៍ថាគិតអីក៏អត់ចាញ់ដែរប្រភេទរឿងមួយក៏ anime អីដែលខ្ញុំចូលចិត្តហ្នឹងទៅមានអារម្មណ៍ថាកុំឲ្យខួរក្បាលយើងវា stress ខ្លាំងពេកដល់ពេលដែលយើង stress ខ្លាំងពេកទៅយើងគិតអីក៏អត់ចាញ់ទាញទូរស័ព្ទមកមើលជួនកាលវាប៉ះវីដេអូណាដែលយើងចង់ដឹងពីអាហ្នឹងគំនិតយើងគឺមាននៅក្នុងវីដេអូហ្នឹងអញ្ចឹងយើងអាចយកពីវីដេអូហ្នឹងយកទៅដាក់នៅកន្លែងដែលយើងធ្វើ design ហ្នឹងជំរាបសួរទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast design episode ទី4ជំរាបសួរបងជំរាបសួរអញ្ចឹងដូចសមម្ដងអញ្ចឹងថ្ងៃនេះយើងតែងតែមានសំណួរសួរទៅកាន់គ្នាទៅវិញទៅមកហើយថ្ងៃហ្នឹងក៏ខ្ញុំមានសំណួរខ្លះៗសួរទៅកាន់គាត់វិញដូចគ្នាអញ្ចឹងយើងចូលប្រធានបទយើងហ្មងណាអូខេអញ្ចឹងសម្រាប់សំណួរទី1ខ្ញុំចង់សួរបងថាតើពេលដែលបង design តើបងស្វែងរកគំនិតថ្មីៗនៅណាសម្រាប់ខ្ញុំភាគច្រើនយើងភាគច្រើនមិនថាអ្នកណាគេក៏ដោយភាគច្រើនគឺតែងតែមើលទៅលើ website ដោយសារទៅក្នុង website យើងចង់ search អីក៏មានដែរតែបើសម្រាប់ខ្ញុំភាគច្រើនខ្ញុំគឺ Pinterest ដោយសារ Pinterest វាស្រួលដូចថាយើងចង់បានរបៀប artwork ណាមួយអញ្ចឹងយើងគ្រាន់តែទៅវាយយើងគ្រាន់តែ research នៅក្នុងហ្នឹងវាមានហើយយើងបើថាយើងមានអីដែលវាជាចំណុចមួយដែលតាក់ទាញឲ្យយើងអញ្ចឹងយើងគាត់តែច្នៃប្រឌិតពី artwork របស់គេនឹងតិចបានចុះសម្រាប់បងសម្រាប់ខ្ញុំវិញពេលដែលខ្ញុំ design ឬក៏កាត់វីដេអូអញ្ចឹងគឺច្រើនខ្ញុំយកគំនិតមកចេញពី TikTok សបោមែនតើពេលដែលគេកាត់វីដេអូគឺអីធ្វើ design អីមួយគឺផុសក្នុងច្រើនហើយមួយទៀតគឺតាមរយៈ YouTubeបើសិនជាខ្ញុំតកំណត់ហ្នឹងថាខ្ញុំអត់ដឹងត្រូវធ្វើម៉េចខ្ញុំទៅ search ក្នុង YouTube ហើយមួយទៀតដែលខ្ញុំចូលចិត្តប្រើហើយខ្ញុំអាសាប្រើម្ដងគឺទៅ search ក្នុង Google ដោយសារខ្ញុំចង់បានគំនិតអីគេគឺខ្ញុំវាយ keyword ហ្នឹងទៅខ្ញុំ search ក្នុង Google គឺវាចេញមកច្រើនហើយអញ្ចឹងអាហ្នឹងជាទម្លាប់3ដែលខ្ញុំធ្វើទី1គឺតាមរយៈ TikTok ទី2តាមរយៈ YouTube ហើយនិងទី3តាមរយៈ Google ដល់ពេលខ្ញុំចង់មើលអីគឺខ្ញុំ search ក្នុងហ្នឹងមកហ្នឹងជាគំនិតដែលខ្ញុំយកដើម្បី designអូខេអញ្ចឹងមិញយើងបានស្វែងរកគំនិតតាមរយៈប្រព័ន្ធ social media ផ្សេងៗអញ្ចឹងខ្ញុំចង់សួរបងថាតើពេលដែលបង design ហ្នឹងបងធ្លាប់ផ្ទាល់គំនិតអស់គំនិតទេហើយពេលហ្នឹងបងធ្វើមិនដែរខ្ញុំធ្លាប់ទោះបីជាពេលខ្លះទោះបីជាយើង research នៅក្នុង social media ឬមួយក៏ប្រព័ន្ធ website ផ្សេងៗក៏ដោយតែដល់ពេលយើងផ្ទាល់គំនិតខ្លាំងហើយមានអារម្មណ៍ថាគិតអីធ្វើអីក៏អត់ចាញ់ដែរសម្រាប់ខ្ញុំភាគច្រើនគឺខ្ញុំតែងតែលំហែខួរក្បាលឲ្យខួរក្បាលយើងរៀនសារៈសិនព្រោះអីបើមិនអញ្ចឹងទេមានអារម្មណ៍ថាគិតអីក៏អត់ចាញ់ដែរខ្ញុំភាគច្រើនខ្ញុំខ្លះទៅខ្ញុំមើលរបៀបមើលជាប្រភេទរឿងមួយក៏ anime អីដែលខ្ញុំចូលចិត្តហ្នឹងទៅមានអារម្មណ៍ថាកុំឲ្យខួរក្បាលយើងវា stress ខ្លាំងពេកដល់ពេលដែលយើង stress ខ្លាំងពេកទៅយើងគិតអីក៏អត់ចាញ់ដែរនឹងពេលដែលតគំនិតម្ដងគឺពិបាកខ្លាំងមែនតើចុះសម្រាប់បងវិញបើសម្រាប់ខ្ញុំតហ្មងពេលដែលខ្ញុំកាំងអស់គំនិតហ្មងគឺខ្ញុំទុកកុំព្យូទ័រចោលសិនខ្ញុំទាញទូរស័ព្ទមក scroll មើល social media សិនដើម្បីយើង relax ចឹងព្រោះពេលហ្នឹងកាំងហើយយើងអត់ដឹងធ្វើម៉េចចឹងពេលដែលខ្ញុំទាញទូរស័ព្ទមកមើលជួនកាលវាប៉ះវីដេអូណាដែលយើងចង់ដឹងពីអាហ្នឹងគំនិតយើងគឺមាននៅក្នុងវីដេអូហ្នឹងអញ្ចឹងយើងអាចយកពីវីដេអូហ្នឹងយកទៅដាក់នៅកន្លែងដែលយើងធ្វើ design ហ្នឹងចឹងអាហ្នឹងអ្វីដែលខ្ញុំធ្វើហើយបើខ្ញុំកាំងមួយទៀតគឺខ្ញុំអង្គុយស្ដាប់ជំនាញចោលសិនប្រហែលជា5នាទី10នាទីទៅហើយចាំយើងបកមកធ្វើការងារយើងវិញអាហ្នឹងជាទម្លាប់ដែលខ្ញុំធ្វើអូខេអញ្ចឹងសំណួរបន្តទៀតតើពេលដែលបងធ្វើតើបងធ្លាប់ស្ដាប់ចម្រៀងទេហើយចម្រៀងបងស្ដាប់ហ្នឹងវាជួយឲ្យបងបង្កើនមានគំនិតបែបណាដែរសម្រាប់ខ្ញុំពេលដែលខ្ញុំ design មកខ្ញុំអត់មានចម្រៀងស្ដាប់នៅណាឈ្មោះទៅមកវានៃសោះដោយសារតែពេលខ្ញុំធ្វើ poster ឬមួយក៏ធ្វើអីមួយចឹងទៅមានអារម្មណ៍ថាពេលដែលយើងស្ដាប់ចម្រៀងទៅវាធ្វើឲ្យយើង relax ខួរក្បាលដូចថាខ្លះទៅយើងកំពុងតែធ្វើ poster ទៅតែយើងផ្ចង់អារម្មណ៍ទៅតាមចម្រៀងអីចឹងទៅក៏ជួយឲ្យយើង relax នៅក្នុងការធ្វើដែរអីដែលសំខាន់មួយទៀតសម្រាប់ខ្ញុំគឺខ្ញុំមិនត្រឹមតែស្ដាប់ចម្រៀងតែពីច្រើនខ្លះខ្ញុំមានតែមើល movie ទៀតក៏មានដែរពេលដែលខ្ញុំកំពុងធ្វើ poster អីមួយចឹងទៅចុះសម្រាប់បងហើយសម្រាប់ខ្ញុំពេលដែលខ្ញុំធ្វើហើយខ្ញុំស្ដាប់ចម្រៀងគឺវាជួយបង្កើនអារម្មណ៍ខ្ញុំវាស្រស់ស្រាយជាងមុនចឹងណាវា chill relax គឺយើង design poster ជាមួយវាអារម្មណ៍ស្មុគស្មាញហើយច្រើនម៉ោងទៀតអញ្ចឹងបើសិនជាយើងមានចម្រៀងស្ដាប់មានអីកំដរអារម្មណ៍យើងធ្វើឲ្យ
việc dương thưa cá có bia rồi lún tam nâng đài nên bây giờ làm những sao sai tam nâng hay cóประการกำหนดทำไมตัวตอบเก็บได้này chẳng chụp điện cứ chui ban tràn yeah. Mình sử dụng mỗi tiết ta về để bong họ cầm nật rồi có họ cầm nật đi giải em sen hát ta bong sale cầm nật tiếng Anh năng tụng năng cái nàyបើសម្រាប់ខ្ញុំភាគច្រើនដូចថាខ្ញុំមើលនៅក្នុងប្រព័ន្ធ social media អញ្ចឹងដូចថាមានអីដែលថ្មីមានអីដែលខ្ញុំចង់ដឹងអញ្ចឹងជាភាសាពីរពាក់ព័ន្ធជាមួយនឹងការ design ឬមួយក៏ការកាត់តវីដេអូអីចឹងទៅគឺខ្ញុំតែងតែផ្ញើទៅរបៀបដូចថាយើងផ្ញើទៅថាបើសិនជាយើងនិយាយក្នុង Facebook ចឹងទៅយើងអាចនឹងថាយើង share ទុក only me អញ្ចឹងណាឬមួយក៏យើង share ទៅក្នុង chat ឬមួយក៏ share ឲ្យមិត្តភក្តិអីអញ្ចឹងទៅដើម្បីដូចថាពេលខ្លះទៅចែករំលែកទៅមិត្តភក្តិយើងដែរដើម្បីកុំឲ្យថាយើងចេះតែឯងអញ្ចឹងពេលយើងមានអីថ្មីៗទៅយើងត្រូវតែ share គ្នាទៅវិញទៅមកអូខេចុះសម្រាប់បងណាបងទុកនៅណាបើខ្ញុំពេលខ្ញុំអូខេអញ្ចឹងជាទូទៅគឺខ្ញុំតែងតែ save ចូលក្នុង line photo របស់ខ្ញុំហើយបើខ្ញុំចេះ screenshot វាទៅវាចូល photo ហើយបើមួយទៀតគឺពេលឧទាហរណ៍ខ្ញុំមើលលើ TikTok អញ្ចឹងខ្ញុំបាន idea ពីលើ TikTok គឺខ្ញុំខកជួយប៊ូតុង save ទៅ save ទុកក្នុងហ្នឹងទុកពេលមើលពេលក្រោយអញ្ចឹងទៅហើយបើមើលតាម social media គឺខ្ញុំ save ឬក៏ share ទៅ Facebook ខ្លួនឯងមួយទៀតដើម្បីទុកមើលថ្ងៃក្រោយអញ្ចឹងណាដើម្បី remind ថាយើងត្រូវការ idea ហ្នឹងពេលហ្នឹងអញ្ចឹងយើងទៅបើកមើលភ្លាមហ្នឹងសម្រាប់ដំណើររបស់ខ្ញុំអញ្ចឹងយើងនៅមានសំណួរមួយចុងក្រោយទៀតតែវារៀងគួរចាប់អារម្មណ៍ដែរខ្ញុំចង់សួរបងថាតើពេលដែលយើងធ្វើ content មួយតើអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតសម្រាប់ content ដែលគួរឲ្យចាប់អារម្មណ៍គឺជារបៀបដូចអ្នកនរគ្នាប្រហែលជាធ្លាប់ឃើញហ្នឹងត្រង់មិនថា content អីក៏ដោយពេលច្រើនក្បាលវីដេអូដំបូងដែលប្រហែលវិនាទីហ្នឹងអាហ្នឹងគឺជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងចឹងចុះសម្រាប់បងសម្រាប់ខ្ញុំគិតថា content មួយដែលយើងធ្វើអ្វីដែលគួរឲ្យចាប់អារម្មណ៍ដូចបងនិយាយខាងដើមចឹងគឺក្បាលវីដេអូដំបូងរយៈពេល3វិនាទីទៅ5វិនាទីគឺយើងត្រូវធ្វើម៉េចឲ្យទស្សនិកជនចាប់អារម្មណ៍មកបើសិនជាយើងធ្វើអត់ល្អទេគេឃើញគេអូសចោលហ្មងតែបើក្បាលដំបូងហ្នឹងដែលគេឃើញហើយគេចាប់អារម្មណ៍គឺគាត់ជិះមើលដល់ចប់ហើយអញ្ចឹងខ្ញុំគិតថាហ្នឹងវាជាសំខាន់ហើយមួយទៀតនៅពេលយើងធ្វើ content យើងត្រូវមានជា style ឬក៏ style របស់ខ្លួនឯងមួយយើងកុំបាច់ copy គេបើ copy គេមានអារម្មណ៍ថាពេលមើលទៅវាឆ្កងអញ្ចឹងក៏វាអត់គួរឲ្យចាប់អារម្មណ៍ដែរទស្សនិកជនគឺមើលហើយគេថាអានេះ copy គេអីចឹងទៅគឺអូនម្លងហើយមួយចុងក្រោយគឺតម្លៃអប់រំទៅលើ content មួយនឹងថាតើគាត់ចង់និយាយពីអីគេបើតម្លៃអប់រំឲ្យចំហ្មងបើតម្លៃបែបcontent បែបសប្បាយគឺសប្បាយចំហ្មងចឹងបានវាលក្ខណៈថាគួរឲ្យចាប់អារម្មណ៍ណាអ្នកមើលគាត់ទទួលបានប្រយោជន៍ពីក្នុងការធ្វើ content របស់យើងអញ្ចឹងគឺប្រកាសជាមានអ្នកមើលអញ្ចឹងអាហ្នឹងជាអីដែលខ្ញុំគិតថាគួរឲ្យចាប់អារម្មណ៍ពេលយើងចង់ធ្វើ content ឬក៏ធ្វើវីដេអូអីមួយហ្នឹងហើយអញ្ចឹងនៅក្នុងថ្ងៃហ្នឹងគឺសំណួរយើងគឺមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាដូចគ្នាអញ្ចឹងយើងនឹងជួបគ្នានៅ podcast បន្តទៀតអរគុណ